ឬដោយសារភាពចៃដន្យវារវល់ទៅណាបាត់នោះទេប៉ុន្តែជំហានដំបូងខ្ញុំត្រូវតែនិយាយការពារប្អូនចំនួន1របស់ខ្ញុំបើខ្ញុំជាបងមិនការពារប្អូនតែឲ្យអ្នកណាគេធ្វើខ្ញុំគិតយ៉ាងម៉េចក៏មិនគិតថារទ្ធីមានហេតុផលអ្វីទៅធ្វើបាបសុនអីដែរតែរទ្ធីវាទៅត្រូវអំពើអ្នកណាឬមួយក៏វាមានរឿងអីចាំបាច់ត្រូវបង្វែរមកលើសុននោះវានៅកំឡោះជាយុវវ័យនៅឡើយគ្មានតន់មានប្រពន្ធកូនផងខ្ញុំសង្ឃឹមថាអ្វីដែលពួកគេស្មានទាំងអស់នេះគឺខុសស្រឡះពីការពិតទៅចុះគិតហើយខ្ញុំនិយាយផងទៅកាន់ការសម្លឹងរបស់គ្រប់គ្នាខ្ញុំយល់ថាបើយើងនៅតែធ្វើចិត្តសង្ស័យថាពេងកាហ្វេរបស់រទ្ធីដែលឆុងអាសុនជាកញ្ចប់ទី4យើងមិនអាចទៅដោះស្រាយរកកញ្ចប់ទី4មែនទែនឃើញតន់ពេលទេដឹងសូមលោកតាជួយគិតឡើងវិញផងខ្ញុំងាកទៅលោកតាហាងវល់សំពះគាត់លោកតាសូមលោកតាជួយផងជួយស្មឹងស្មាតម្ដងទៀតក្រែងលោរកឃើញកញ្ចប់ទី4នៅកន្លែងណាផ្សេងលោកតាអែមសម្លឹងមកខ្ញុំយ៉ាងស្រទន់គាត់យល់ណាស់ពីអារម្មណ៍របស់ខ្ញុំដែលការពារប្អូនប៉ុន្តែមិនយូរប៉ុន្មានគាត់បាននិយាយមួយម៉ាត់នៅនឹងមុខពួកខ្ញុំចៅអើយរកអីទៀតយើងមានកញ្ចប់អាគម4ជ្រុងគ្រប់ក្នុងដៃអស់ហើយប៉ុន្តែមានរឿងសំខាន់មួយខ្ញុំត្រូវជួបមនុស្សនោះដើម្បីប្រមានសូមចៅតាក់ទងទៅមនុស្សនោះឲ្យបានដឹងថាបើតាធ្វើពិធីរំដោះហើយអ្នកណាក្តីដែលពាក់ព័ន្ធជាមួយនឹងការធ្វើមុនខ្មោចឆ្លុះនៅក្នុងអណ្ដូងខាងលិចរឿងហេតុអាក្រក់ទាំងអស់នឹងបង្វែរទៅលើខ្លួនគេឬក្រុមគ្រួសាររបស់គេវិញភ្លាមចាំដល់ពេលនោះយើងពិបាកជួយមិនខានគាត់សម្ដៅទៅលើរទ្ធីប្អូនចំនួន1ខ្ញុំងែមងាមស្រឡាំងកាំងខ្ញុំដឹងខណៈដែលខ្ញុំនៅស្ងៀមសម្លឹងគាត់ដែលបុកពុះភឹបខ្ញុំចាប់ផ្ដើមញ័រដៃខ្ញុំមិនជឿថាប្អូនខ្ញុំធ្វើប៉ុន្តែហេតុអីខ្ញុំញ័រដៃត្បិតតែពួកយើងមិនមែនមានហេតុផលច្បាស់លាស់ដើម្បីជឿថារទ្ធីពិតជានៅពីក្រោយរឿងទាំងអស់នោះដែលគ្រាន់តែគ្នាបាត់មុខទៅក្នុងកលៈទេសៈចាំបាច់ចុះហេតុអីក៏ខ្ញុំភ័យម្លេះអ្នកណាវៃនេះគឺជាសម្រែកសួររបស់បងសាំងពីព្រោះភ្នែកគាត់រវិសតាមពិនិត្យមើលមាត់ទ្វារនៅបង្អួចរហូតមកទីបំផុតពេលគាត់ស្រែកដល់ងាកទៅបង្អួចផងខ្ញុំក៏ងាកទៅដែរមើលពីនេះសោះក៏ខ្ញុំដឹងនឹងស្គាល់ថាខ្នងអ្នកណាកំពុងតែរត់ចេញនោះបាត់ទៅហើយខ្ញុំនៅអង្គុយគាំងស្ញែងធ្វើដូចមនុស្សក្រោកមិនរួចត្រូវគេសន្ធប់បងសាំងនៅឪពុកគាត់ស្ទុះទៅក្បែរបង្អួចរទ្ធីឈប់គាត់ស្រែកខ្លាំងទាំងពីរនាក់ I got a skin makeover for my Olay body wash. Olay Retinol Body Wash. Meet Sabrina Gonzalez, Walmart pharmacist extraordinaire. In her 9 years at Walmart, she's seen it all. The sniffles, the scrapes, sunburns, the really bad boo-boos, and the patients who need a little extra time to understand their script. Even the serious stuff. When the people you love need ongoing care, Sabrina's the one they count on. One of the 15,000 plus Walmart pharmacists in communities just like yours. Who knew? I knew. រឿងអណ្ដូងខាងលិចភាគទី4មកដល់ត្រង់នេះខ្ញុំសូមស្លេះបន្តិចដោយសូមជម្រាបជូនទស្សនិកជនមិនអ្នកស្ដាប់ផងដែរថាប្រសិនបើលោកអ្នកចូលចិត្តស្នាដៃរបស់ខ្ញុំដែលប្រើនាមបកាថាពេជ្របណ្ឌិតអ្នកទាំងអស់គ្នាអាចចូលទៅក្នុង Facebook របស់នាងខ្ញុំមេសនសុធារីអ្នកនិពន្ធឬមួយក៏តាក់ទងជាវសៀវភៅមួយចំនួនដែលនៅទីនោះក៏អាចទទួលបានព័ត៌មានទាន់ពេលវេលាជុំវិញការចេញសៀវភៅថ្មីក៏ដូចជាសៀវភៅប្រភេទមន្តអាគមអូមអាមដែលប្រើនាមបកាដដែលនេះជាមួយចំណងជើងជាច្រើនសូមអរគុណលោកយាយគាត់ងើបមុខសម្លឹងមកខ្ញុំព្រមគ្នាជាមួយលោកតាចុងក្រោយកែវភ្នែករបស់តាបានរេមកសម្លឹងខ្ញុំពីចុងជើងយឺតឡើងដល់ក្បាលនិងពីក្បាលយឺតចុះមកក្រោមវិញគាត់វាចាពន្យល់តិចក្រោយសម្លឹងអស់ចិត្តអំពើនេះណាចៅគឺគេមានបំណងជាយូរមកហើយមិនមែនទាល់តែមកដល់កន្លែងនេះឬក៏តាក់ទងជាមួយកន្លែងនេះទេពេលវេលាកាលនេះក៏មិនមែនបើមើលមិនទាន់យប់នេះអាចពិបាកនឹងជួយពេលពួកគាត់និយាយដោយទឹកមុខកាយតែសម្ដីគាត់ស្លូតមើលទៅគាត់នៅចុងកាត់មាត់ញោមប៉ុន្តែការបញ្យល់របស់ពួកគាត់ច្បាស់មិនចាំបាច់ខ្ញុំបញ្ជាក់សួរច្រើនដងនោះទេដោយលើកទឹកមាត់ភ័យទៅវិញហើយនិយាយបន្ថែមអស់ពីពោះដោយលែងចង់បង្អង់លែងចង់លាក់លៀមអ្វីទាំងអស់ខ្ញុំទទូចយើងអាចជួយវាបានទេលោកអ៊ំជួយវាផងខ្ញុំសួរគាត់ខ្សឹបទាំងស្លន់ស្លោទាំងសំឡេងមិនលះដោយសារតែការភ័យខ្លាចកំពុងតែត្របាក់យកបំពង់ករបស់ខ្ញុំបើរករបស់ដែលគេលាក់នោះមិនឃើញយើងអាចនឹងមាន